តោះស្ដីបងប្អូនតោះយើងមកមើលពីវិធីការផ្សំដើមល្ហុងមើលឬក៏ច្រើនទេណាអញ្ចឹងយើងមានដំបូងគឺយើងចាប់ផ្ដើមជ្រៀកដើមល្ហុងកន្លែងយើងផ្សំហ្នឹងទៅហើយយើងធ្វើម៉េចឲ្យវាចំពាក់កណ្ដាលទៅណាអញ្ចឹងយើងជ្រៀកទៅចម្រោប្រហែលជា5ទៅ6 cm ទៅបន្ទាប់មកយើងរកដុំឈើឬក៏ថ្មណាសោកវាអញ្ចឹងកុំឲ្យវាមេឃនឹងបដិតគ្នាវាអត់ចេញទេបន្ទាប់មកយើងយកកែវផ្លាស្ទិកមកយើងចោះគូតវាបែបហ្នឹងទៅណាអញ្ចឹងយើងចោះធ្វើម៉េចឲ្យវាទំហំប៉ុណ្ណឹងដើមដែលយើងផ្សំហ្នឹងទៅចោះគូតរួចហើយគឺយើងជ្រៀកវាបែបហ្នឹងទៅណាមើលតាមរូបភាពហ្នឹងទៅគឺយើងយកវាទៅដាក់បែបហ្នឹងទៅហើយយើងអាចយកស្គុតមកបិទទៅណាអញ្ចឹងស្គុតអីក៏បានតែបិទជាប់ប៉ុន្តែបើស្គុតរំសាយភ្លើងគិតថាល្អអញ្ចឹងណាបន្ទាប់មកយើងយកកំទេចដូងរបស់យើងដែលយើងកិនមកហ្នឹងទៅយកលេខទឹកទៅហើយផ្អាប់វាចោលប្រហែល1យប់2យប់ទៅហើយយើងយកវាមកដាក់បែបហ្នឹងទៅណាហើយអ្វីដែលសំខាន់គឺយើងដាក់ចូលយើងព្យាយាមសង្កត់វាធ្វើម៉េចឲ្យវាណែនល្អណាបាទកាន់តែណែនកាន់តែល្អណាបងប្អូនតែមកយើងរំថងស្រោបវាបែបហ្នឹងទៅចឹងក្រោយពីយើងផ្សំបានរយៈពេល45ថ្ងៃអញ្ចឹងយើងមកឆែកមើលតើវាដុះឬល្អទេអញ្ចឹងវាដុះល្អតាអញ្ចឹងល្អហើយយើងអាចយកវាកាត់ដាំបានហើយអញ្ចឹងយើងអាចដាំនៅក្នុងកថាំងរបស់យើងឬក៏ទៅដាំនៅដីធម្មតាក៏បានហើយអ្វីដែលសំខាន់ដំបូងហ្នឹងគឺយើងត្រូវកាត់ស្លឹកវាចេញឲ្យអស់ណាអញ្ចឹងយើងអាចទុកស្លឹកតែ2 3ស្លឹកទៅបានហើយនៅសល់គឺយើងកាត់ចោលទាំងអស់ទៅណាហើយអានេះគឺយើងដាំនៅក្នុងកថាំងបាទនេះគឺជាដើមដែលយើងបានកាត់វាដុះវិញហើយបាទអរគុណ